វគ្គទី3មកជម្រាបបងប្អូនអំពីការប្រើប្រាស់យ័ន្តរបៀបប្រើប្រាស់យ័ន្តនិងដំណំចាគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាដោយសារបើនាងខ្ញុំមិនលម្អិតទេបងប្អូននឹងមិនជ្រាបហើយនឹងច្បោកច្បល់ព្រោះយើងមិនបានទៅរកគ្រូណាមកជួយដាស់យ័ន្តនេះទេគឺធ្វើដោយខ្លួនឯងបានអញ្ចឹងសូមអធិស្ឋានអភ័យទោសផងដែលបងប្អូនកុំឆ្ងល់ថាម៉េចបានមួយថ្ងៃហើយមួយថ្ងៃទៀតចេះតែនិយាយពីរឿងការប្រើប្រាស់យ័ន្តនិងដំណំបើមិនជម្រាបបងប្អូនឲ្យអស់ទេបងប្អូននឹងមិនយល់ហើយបងប្អូនទៅធ្វើខុសបាបដល់ខ្ញុំទៀតចាអញ្ចឹងនៅពេលដែលវីដេអូមុននេះនាងខ្ញុំជម្រាបជូនបងប្អូនរួចហើយថារបៀបប្រើប្រាស់របៀបដាស់យ៉ាងម៉េចដំណំយ៉ាងម៉េចរួចហើយមកវីដេអូនេះនាងខ្ញុំក៏សូមជម្រាបជូនថាពេលដែលបងប្អូនដាស់រួចហើយហ្នឹងស្អែកឡើងពេលព្រឹកមុជទឹករួចសិតសក់បងប្អូនបាញ់ទឹកអប់ដាក់ដៃហើយយកដៃមកខាងទៀតញីលើដៃហ្នឹងជោកលើសក់អូសូមអភ័យទោសគឺបាញ់ទឹកអប់ទៅលើយ័ន្តសិនសូត្រដាស់មួយសាទៀតចាព្រឹកឡើងណារួចហើយចាំយើងយកទឹកអប់បាញ់ដាក់ដៃញីជ្រងសក់3ដងហើយប្រាប់ខ្លួនឯងនិយាយតែម្នាក់ឯងថាអញមិនខ្វះលុយទេបងប្អូននិយាយជាមួយអ្នកដទៃបងប្អូនអាចនិយាយថាខ្ញុំបានអញ្ចឹងណានិយាយខ្ញុំនិយាយអីចឹងប៉ុន្តែបងប្អូនប្រើភាសាជាមួយយ័ន្តបងប្អូនត្រូវនិយាយថាអញមិនខ្វះលុយទេហើយនៅក្នុងចិត្តត្រូវនិយាយអញ្ចឹងរហូតអញមិនខ្វះលុយអញមិនខ្វះលុយទោះជាក្នុងកាបូបបងប្អូននៅសល់តែ100រៀល1000រៀលក៏ដោយបងប្អូនត្រូវតែនិយាយបែបនេះដើម្បីជំពាក់ផ្លូវចិត្តបងប្អូនទៅនឹងយ័ន្តចាបងប្អូនត្រូវតែគួចផ្លូវចិត្តបងប្អូនទៅនឹងយ័ន្តព្រោះយ័ន្តនេះត្រូវការសេរីសួស្តីហាមជេរហាមបចោហាមដៀលកូនហាមដៀលអ្នកដទៃហាមជេរប្តីហាមនិយាយដើមគេហាមចំណែនគេហាមញ៉ាំសាច់គោហាមយកដៃទៅចាប់ប៉ះពាល់សាច់គោចាហាមជេរម្ដាយអ្នកដទៃទោះជាជេរលេងជេរមែនជេរអីក៏ដោយចាហើយក្នុងវីដេអូនេះដែរនាងខ្ញុំក៏បានរៀបរាប់ជម្រាបបងប្អូនពីវីដេអូមុនហើយថាការដែលបងប្អូនបើកប៉នេតយ័ន្តគឺបងប្អូនត្រូវតែចា photocopy ឲ្យច្បាស់អក្សរតួអក្សរយ័ន្តមកណាហើយបងប្អូនសូត្រនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈ3ដងរួចហើយបងប្អូនសូត្រពុទ្ធោបើកព្រះនេត្រយ័ន្តធម្មោបើកព្រះនេត្រយ័ន្តសង្ឃោបើកព្រះនេត្រយ័ន្តបងប្អូនយើងធ្វើបែបនេះគឺរំលឹកគុណចាព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណមេត្តាបិតាគុណសម្ដេចព្រះគ្រូអញ្ចឹងបើសិនជាបងប្អូនយកយ័ន្តនេះទៅប្រើប្រាស់ហើយហាមប្រើពាក្យអសុរោះនៅក្នុងគ្រួសារចាព្រោះលោកនឹងថែរក្សាហើយជាពិសេសគឺហាមញ៉ាំសាច់គោប៉ះពាល់សាច់គោណាបងប្អូនណាចាអញមិនខ្វះលុយអញមិនខ្វះលុយអញមិនខ្វះលុយពេលដែលបងប្អូននិយាយបែបនេះបងប្អូននឹងជំពាក់ផ្លូវចិត្តទៅនឹងយ័ន្តបងប្អូននិយាយជាមួយអ្នកដទៃយើងនិយាយដែលមានពាក្យគួរសមប៉ុន្តែបងប្អូននិយាយបែបនេះជាមួយនឹងយ័ន្តបើកប៉នេតយ័ន្តណាបងប្អូនណាចាអញ្ចឹងអ្វីដែលនាងខ្ញុំជម្រាបជូនគឺនាងខ្ញុំឲ្យដោយស្មោះអស់ពីបេះដូងនាងខ្ញុំមិនបានទៅណែជាវយ័ន្តពីខ្ញុំទៅអញ្ចេះអញ្ចោះទេហើយគ្រប់វីដេអូដែលខ្ញុំនិយាយពីយ័ន្តគឺខ្ញុំដាក់យ័ន្តនៅក្នុង comment បងប្អូនចូលចុច share ម្នាក់5ដងដើម្បីយកប៉ុនក៏ក្រៅក្រកុំឲ្យក្រទៀតឲ្យលបើកក្រចេញអស់កើតជាតិណាណាចាឲ្យមានរូបឆោមលោមពណ៌ស្អាតមានបច្ច័យចូលធ្វើប៉ុនគ្រប់កន្លែងចាជួយគ្នាយកអាសាគ្នាកុំមើលបំណាំគ្នាកុំជន់ពន្លិចកុំក្តិចត្រួយចាអ្វីនឹងល្អប្រសើរឡើងចាប់ពីថ្ងៃដែលបងប្អូនដាក់យ័ន្តនៅក្នុងផ្ទះចាបងប្អូនកប់យ័ន្តទៅក្នុងដីនិយាយពីយ័ន្តកប់ក្នុងដីដែលខ្ញុំជម្រាបជូនហ្នឹងគឺមិនមែនយ័ន្តពណ៌ក្រហមទេនិយាយឲ្យច្បាស់គឺយ័ន្តពណ៌ចាទឹកមាសយ័ន្តអង្គព្រះសីវលីដែលបងប្អូនក្តាប់អង្ករដាក់ទៅក្នុងឆ្នាំងដីប្រប៉ិនក្តាប់យើងអាទូចហ្នឹងចាដែលដាក់យ័ន្តចូលបានហើយដាក់អង្ករចូលមកក្តាប់ទៅរួចហើយដាក់យ័ន្តពីលើចាឈ្មោះបងប្អូនទៅចាដាក់ក្នុងយ័ន្តនឹងហើយគ្របឲ្យចិត្តបងប្អូនចាកាយដីកប់ឲ្យបិទឆ្នាំងហ្នឹងហើយចាក់ការ៉ូពីលើក៏បានដែរតែយើងសូត្រទៅណាសូត្រដាស់លោកបើកពនេតលោកដូចខ្ញុំជម្រាបជូនអញ្ចឹងរួចហើយបងប្អូនក៏ចាបិទអាចចាក់ការ៉ូចាក់អីពីលើបានណាបងប្អូនណាចា
ហើយរាល់ដែលអ្វីដែលនាងខ្ញុំជម្រាបជូនគឺជម្រាបជូនបងប្អូនដោយស្មោះអត់មានចង់បានអីទេចាអត់មានចង់បានអីទេព្រោះខ្ញុំធ្វើបន់ចាខ្ញុំធ្វើបន់ខ្ញុំសាងបន់សាងកសលពិតខ្ញុំអត់មានថាងធ្វើបន់ហើយទៅធ្វើបាបទេអញ្ចឹងខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានលាភមានជ័យមានសិរីសួស្តីសុភមង្គលហើយត្រូវទន្ទិញរហូតពេលដែលផឹកឡើងហ្នឹងសិតសក់សិតអីស្អាតហើយចងសក់ចងអីស្អាតហើយអញមិនខ្វះលុយអញមិនខ្វះលុយយើងសូត្រហើយណាយើងសូត្រនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈ3ដងហើយ3ចប់ហើយគឺយើងសូត្របើកពនេតសូត្របើកពនេតយន់ហើយយើងបាញ់ទឹកអប់ទៅលើយន់ចាបើមិនរៀបរកឲ្យច្បាស់លាស់ទេបងប្អូនឆាតមកសួរខ្ញុំគិតថាធ្វើវីដេអូដើម្បីកុំឲ្យសួរនៅតែសួរទៀតចាអញ្ចឹងបើបងប្អូនចង់ឆ្ងល់អីបងប្អូនទៅមើលពីវគ្គទី1វគ្គទី2វគ្គទី3ខ្ញុំលម្អិតជូនបងប្អូនយ៉ាងម៉េចខ្លះហើយមិនបាច់សួរខ្ញុំទៀតទេចាព្រោះអីខ្ញុំអត់មានពេលច្រើនក្នុងការនិយាយជម្រាបជូនទេអញ្ចឹងមានតែធ្វើវីដេអូជម្រាបជូនបងប្អូនជារៀងរហូតអញ្ចឹងទៅបងប្អូនអត់យល់បងប្អូនចូលមើលម្សាទៀតមិនមែនអត់យល់បងប្អូនឆាតមកសួរខ្ញុំទេខ្ញុំអត់បានឆ្លើយតបអីនាំតែអន់សពុនចិត្តចាអន់សពុនចិត្តថាំងមិនបានរឹកមិនបានអីព្រោះតាមពិតខ្ញុំអត់មានពេលទេមនុស្សខ្ញុំរវល់ចារវល់មែនតែនហ្មងមិនរវល់លេងទេចាអញ្ចឹងអ្វីដែលនាងខ្ញុំជម្រាបជូនបងប្អូនគឺជម្រាបជូនរួចរាល់អស់ហើយខ្ញុំលម្អិតជូនហើយហាមញ៉ាំសាច់គោហាមប៉ះពាល់សាច់គោពុទ្ធោបើកពនេតធម្មោបើកពនេតសង្ឃោបើកពនេតយន់ចាយន់សារកាលិនថោងនិងយន់ព្រះសីវលីហៅលោកឲ្យចំឈ្មោះចាអញ្ចឹងបងប្អូនចាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងធ្វើបានចាតមាត់តមកមិនជេរគ្នាព្រោះអីសារកាលិនថោងកាន់មាត់លោកត្រូវការសិរីសួស្តីសុភមង្គលលោកអត់ត្រូវការជេរបចោអីទេចាហើយជេរម្ដាយជេរអីហ្នឹងក៏អត់ត្រូវជេរដែរចាហើយអញ្ចឹងយន់និយាយពីយន់វគ្គនេះគឺបញ្ចប់ទៅហើយទាំង3វគ្គអញ្ចឹងបើសិនជាបងប្អូនមើលអត់ទាន់វីដេអូមុនបងប្អូនចូលមើលវីដេអូទី1វីដេអូទី2និងវីដេអូទី3ចានាងខ្ញុំបានជម្រាបជូនរួចហើយអញ្ចឹងមិនបាច់សួរខ្ញុំទៀតទេណាហើយអ្វីដែលខ្ញុំជម្រាបជូនគឺមានដំណំអ្វីខ្លះចាការប្រើប្រាស់បើកពនេតដោយម្ដេចខ្លះអញ្ចឹងបងប្អូនជួយ share 5ដងវីដេអូនេះដើម្បីជាកណល់គ្រូព្រោះខ្ញុំអត់មានយកបច្ច័យបងប្អូនមកធ្វើអីទេណវត្តភ្នំហប់ដូចជម្រាបហើយជម្រាបទៀតអញ្ចឹងចាធ្វើបន់ណាចាលោកសាងសង់ព្រះវិហារ5ឆ្នាំហើយអត់ទាន់រួចទេចាហើយអញ្ចឹងបងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនរកស៊ីរីកចម្រើនដាក់ចុះដុសឡើងកាក់កបចាជួយគ្នាធ្វើបុណ្យបន្តទ្រទ្រង់ព្រះពុទ្ធសាសនាហិណ្ឌូសាសនានិងព្រះពុទ្ធសាសនាពុទ្ធចក្រអាណាចក្រត្រូវដើរទន្ទឹមនឹងគ្នាអត់មែនសាសនាអាចារ្យបូជាយញ្ញមនុស្សទេហិណ្ឌូសាសនាគឺសាសនាព្រះចាវិស្ណុចាព្រះសិវៈចាព្រះព្រហ្មចាអញ្ចឹងមិនមែនជាសាសនាដែលនាំបងប្អូនទៅបូជាយញ្ញមិនមែនជាសាសនាដែលនាំបងប្អូនទៅស្ដាប់បង្គាប់ពួកព្រាយបិសាចអាបធ្មប់ដូចគូសត្រូវរបស់យើងទេអញ្ចឹងនាងខ្ញុំសង្ឃឹមថាបងប្អូននឹងបានយន់នេះប្រើប្រាស់គ្រប់គ្នាកុំភ្លេចដាក់ឈ្មោះបងប្អូននៅខាងក្រោមណាកុំដាក់ពីលើយន់ចាកន្លែងកណាត់តនេចាអរគុណបងប្អូនគោរពជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ